ថាហើយសង្គ្រាមមួយនេះមិនចប់នោះទេបងប្អូនកងកម្លាំងសហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលណាវាយប្រហារទីតាំងមីស៊ីលល្បឿនលឿនជាងសម្លេងក្រោមដីរបស់អ៊ឺរ៉ង់បងប្អូនមុននេះបន្តិចណាបាទវាយប្រហារឡើងក៏ក្រើកមេរំជួយដីហើយបាទលើកនេះកងកម្លាំងអាកាសរបស់សហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសគោលដៅទៅលើទីតាំងក្រោមដីដ៏សំខាន់មួយនៅភាគខាងជើងនៃប្រទេសអ៊ឺរ៉ង់ដែលរក្សាទុកមីស៊ីលល្បឿនលឿនជាងសម្លេងរយៈចម្ងាយឆ្ងាយប្រតិបត្តិការនេះមានបានចាប់ផ្ដើមបន្ទាប់ពីចារកម្មបានបង្ហាញថាអ៊ឺរ៉ង់មានគម្រោងផ្លាស់ទីក៏ដូចជាផ្លាស់ប្ដូរទីតាំងអាវុធនៃនេះបាទហើយទីតាំងបាញ់បង្ហោះសកម្មភាពអញ្ចឹងមានន័យថាបន្ទាប់ពីបាញ់ហើយគឺគេមានការបង្ហោះបាទខ្លាំងមែនទែនហើយមកដល់ម៉ោងនេះសហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលកំពុងតែកំណត់ទីតាំងតាក់ទងជាមួយនឹងតំបន់គេហៅថាផ្ទុកគ្រាប់របស់អ៊ឺរ៉ង់ណាបាទការផ្ទុះជាបន្តបន្ទាប់ជាច្រើនបានកើតឡើងបន្ទាប់ពីការវាយប្រហារដំបូងដែលជាសញ្ញានៃការបំផ្លាញគ្រាប់រំសេវដែលរក្សាទុកយ៉ាងច្រើនការវាយប្រហារនេះគឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងជាបន្តដើម្បីបំផ្លាញឃ្លាំងរំសេវឬក៏ដូចជាអាវុធមីស៊ីលផ្លោងរបស់អ៊ឺរ៉ង់ចំពេលមានចំនួនកាន់តែតឹងតែងមកដល់ម៉ោងនេះបងប្អូនតកតងជាមួយនឹងអ៊ឺរ៉ង់ហើយនឹងអ៊ីស្រាអែលហើយនឹងអាមេរិកអត់តន់ស្ងប់ស្ងាត់ទេបងប្អូននៅតែបន្តការបាញ់ហើយមិនមុនប្រហែលជាប្រហែលនាទីក៏ដូចជាកន្លះម៉ោងមុននេះក៏មានការវាយប្រហារដែរនៅទីតាំងដូចជាបាត់ដាតណាហើយដោយសារតែបើយើងនិយាយទៅកន្លែងម្ដុំការទូតសហរដ្ឋអាមេរិកហ្នឹងគឺអ៊ឺរ៉ង់ក៏បាញ់តបតមកវិញខ្លាំងដែរហើយនៅអ៊ីស្រាអែលមុននេះប្រហែលជា1ម៉ោងជាងក៏មានការបាញ់ប្រហារពីអ៊ឺរ៉ង់ទៅវិញដែរហើយសួរថាហេតុអីបាទសង្គ្រាមនេះនៅតែបន្តបងប្អូននៅតែបន្តលុះត្រាតែលោកត្រាំចង់បានណាជាចំណុចគោលដៅគឺលោកត្រាំចង់បានគឺកំតិចគេហៅថាយកបានសភាវុធនុយក្លេអ៊ែររបស់អ៊ឺរ៉ង់បានណាកុំឲ្យអ៊ឺរ៉ង់បានអ្វីទាំងអស់គឺអត់ឲ្យសល់ទេគឺបំផ្លាញតាក់ទងជាមួយនឹងយកនុយក្លេអ៊ែរនឹងបានគឺអ៊ឺរ៉ង់ជប់វាយឯងហើយមួយវិញទៀតឲ្យអ៊ឺរ៉ង់នឹងលើកដៃសុំចោះចាញ់មកដល់ម៉ោងនេះតើលើកដៃសុំចោះចាញ់បានសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនឹងបានគេហៅថាលើកលែងឲ្យបើមិនអញ្ចឹងទេគឺអត់លើកលែងបងប្អូននៅតែបន្តការធ្វើប្រតិបត្តិការបាញ់បហាហ្នឹងដូចមកដល់ម៉ោងនេះគឺមានព័ត៌មានថ្មីឥឡូវនេះកំពុងតែជប៉ុនកំពុងតែយកនាវាដើម្បីឆ្លងកាត់តាក់ទងជាមួយនឹងតំបន់ច្រកសមុទ្រហ័រមូសហើយអ៊ឺរ៉ង់ក៏គេយល់ព្រមដែរហើយកំពុងតែព្រមព្រៀងគ្នាដើម្បីឲ្យឆ្លងកាត់ណាប៉ុន្តែបោះជប៉ុននេះនាវាជប៉ុនមិនមែននាវាសហរដ្ឋអាមេរិកទេអញ្ចឹងរឿងនេះកំពុងតែក្តៅមែនទែនហើយចាំមើលថាតើនាវាជប៉ុនហ្នឹងអាចឆ្លងកាត់តំបន់ហ័រមូសបានឬមួយក៏យ៉ាងណាហើយតំបន់ហ្នឹងគឺជាកន្លែងតំបន់ដែលក្តៅបំផុតហើយមកដល់ម៉ោងនេះបងប្អូនយើងដឹងហើយថាអត់តន់ស្ងប់ស្ងាត់ទេតើតើជាមួយការបាញ់គ្នាគេហៅថាផ្លោងដាក់គ្នាហ្នឹងគឺអត់តន់ស្ងប់ស្ងាត់ទេព្រោះអីអាមេរិកកំពុងតែបដោតដល់កម្លាំងយោធារបស់គេសម្បើមតើតើជាមួយនឹងការធ្វើប្រតិបត្តិការដើម្បីគេហៅថាប្រមាញ់អ៊ឺរ៉ង់ខ្លាំងជាមួយនឹងអ៊ីស្រាអែលប៉ុន្តែមិនមែនថាអ៊ឺរ៉ង់អត់បាញ់តបបាញ់តបដែរបាទបាញ់សងទៅវិញក្តាំងដែរប៉ុន្តែគាត់ថាសេវគោដៅដូចគ្នាណាបាទមកដល់ម៉ោងនេះយើងមានតែប៉ុណ្្នឹងឯងពីទៅហៅពីព័ត៌មានសង្ខេបតើតើជាមួយការកំណត់ទីតាំងបាញ់កន្លែងផ្ទុកគ្រាប់របស់អ៊ឺរ៉ង់ហើយនឹងតើតើជាមួយនឹងនាវាជប៉ុនឆ្លងកាត់នៅច្រកហ័រមូសចាំមើលថាតើអ៊ឺរ៉ង់ឲ្យទៅឬមួយក៏យ៉ាងណាកុំភ្លេចតាមដានទាំងអស់គ្នា